របស់ក្រុមហ៊ុនតោះយើងទៅរៀបការសួស្ដីជួបមិត្តរួមការងារចាស់មិនរាក់ទាក់សោះរំភើបណាស់មែនទេមែនហើយខំទើបបានជួបតែមិននិយាយមួយម៉ាត់សោះម៉េចខ្លាចឬអ្នកឯងមានន័យថាម៉េចអញលួចធ្វើស៊ីកម្មវិធីក្រុមហ៊ុនមែនទេទើបធ្វើឲ្យកម្មវិធីគាំងបើមានភស្តុតាងទៅប្តឹងទៅឯងគិតថាឯងលុបដានអស់ហើយមែនទេបើមិនហ៊ានប្តឹងទេគឺកំសាកតែបើអ្នកគ្មានភស្តុតាងទេខ្ញុំនឹងប្តឹងបកវិញពីបទបរិហាកេរ្តិ៍ចៅលីនសៀវភីងគ្រាន់តែនិយាយលេងទេកុំប្រកាន់អីថ្ងៃនេះយើងមកដេញថ្លៃទេកុំបង្កើតរឿងអីទៅក្រុមហ៊ុនថ្មីហើយតើអូនមកពីក្រុមហ៊ុនណាពួកយើងក្រុមហ៊ុនយើងពាក់ព័ន្ធអីជាមួយលោកវាងពាក់ព័ន្ធធំណាស់ធ្វើការកន្លែងចាស់ល្អជាងចេញទៅក្រៅពិបាកណាស់បើនៅក្រៅពិបាកត្រឡប់មកវិញមកហាមែនហើយទោះយ៉ាងណាអញធ្វើការនៅដេលីជាង10ឆ្នាំហើយគង់តែមានមនោសញ្ចេតនាខ្លះមនោសញ្ចេតនាជ្រាលជ្រៅណាស់ឲ្យតែចង់មកវិញចង់បានប៉ុន្មានក៏បានអូនសំឡាញ់លោកវាងនិយាយហើយប្រាប់តម្លៃគេទៅឱកាសគំរមានណាស់ពួកឯងជាអ្នកណាបិចក៏ជួគេក្រៅថ្លៃណាស់យកមនុស្សចាស់មកវិញចំណេញជាងនិយាយស្ដាប់មិនបានសោះលោកវាងគ្រាន់តែចង់បានអ្នកមានសមត្ថភាពរបៀបគ្រប់គ្រងរបស់ដេលីឲ្យលុយប៉ុន្មានក៏ខ្ញុំមិនត្រឡប់ទៅវិញដែរអញធ្វើការនៅក្រុមហ៊ុនតូចតាចខាងក្រៅបានឡើងតំណែងបន្តិចគិតថាខ្លួនឯងអស្ចារ្យណាស់មែនទេមានន័យថាម៉េចប្រាប់ឲ្យដឹងចុះមនុស្សអួតរៀងដូចឯងខ្ញុំជួបច្រើនហើយក្រុមហ៊ុនកំពេចកំពុករបស់ឯងប្រៀបជាមួយដេលីមិនបានទេហាទីងហួយក្រុមហ៊ុនយៈផ្នែកដឹកជញ្ជូនតើនេះជាអនុប្រធានបច្ចេកទេសលីឈွန်ពិតជាមានអំណាចមែនមានលុយគឺមានអំណាចគេមានសេរីភាពហិរញ្ញវត្ថុយូរហើយឥឡូវមកធ្វើអ្នកវិនិយោគវិញពិតជាអស្ចារ្យមែនចៅលីនមិនអីទេគ្រាន់តែជួបមិត្តរួមការងារចាស់លោកលីស្មានតែគេទៅណាតាមពិតមកធ្វើការនៅទីងហួយសោះចុះយ៉ាងម៉េចដេលីនិងទីងហួយទោះជាគូប្រជែងតែមេយើងរាប់អានគ្នាណាស់ឯងមកស្ទាក់ផ្លូវហើយនិយាយមិនល្អដាក់មនុស្សខ្ញុំមិនហួសហេតុពេកទេគ្មាននិយាយអីមិនល្អទេគ្រាន់តែនិយាយលេងប៉ុណ្ណោះណែប្រព័ន្ធថ្មីដែលពួកឯងទើបបញ្ចេញទទួលបានការសរសើរច្រើនណាស់ដោយសារតែចៅលីនមែនទេមិនមែនទេចៅលីនឯងលួចចម្លងប្រព័ន្ធរបស់ដេលីយកទៅឲ្យគេមែនទេលោកវាងមើលចុះនាងនេះមិនមែនមនុស្សល្អទេវាយខ្ញុំធ្វើអីវាយឯងចុះម៉េចហ៊ានមួលបង្កាច់គេទីនេះខ្ញុំជាប្រធានបច្ចេកទេសប្រយ័ត្នខ្ញុំប្តឹងដាក់គុកចុះប្រាប់មកមិនក៏ប្រព័ន្ធថ្មីឯងចេញលឿនម្លេះប្រព័ន្ធថ្មីរបស់ទីងហួយខ្លាំងជាងដេលីច្រើនដងគិតថាកូដដូចគ្នាក្រុមហ៊ុនដេលីឯងអ្វីដែលមានតម្លៃបំផុតមិនមែនកូដទេគឺមនុស្សដែលសរសេរកូដ10ឆ្នាំនោះឯណោះឯងពូកែតែនិយាយទេបើខ្លាំងកុំភ័យលោកប្រធានពិតជាអស្ចារ្យណាស់ត្រូវតែបំបាក់មុខពួកគេអញ្ចឹងកុំឲ្យគេគិតថាយើងខ្លាចគេពិធីដេញថ្លៃប្រព័ន្ធដឹកជញ្ជូនវៃឆ្លាតចាប់ផ្ដើមហើយនីតិវិធីមានដូចជាការបង្ហាញបច្ចេកទេសសំណួរចម្លើយបង្ហាញប្រព័ន្ធនិងការដាក់ពិន្ទុសូមអញ្ជើញតំណាងក្រុមហ៊ុនឡើងមកបង្ហាញពីក្រុមហ៊ុនពន្យល់គម្រោងនិងតម្លៃជាដើមសួស្តីអ្នកទាំងអស់គ្នាបន្ទាប់មកខ្ញុំសូមបង្ហាញសួស្តីខ្ញុំមកពីក្រុមហ៊ុនសូមអនុញ្ញាតបង្ហាញជូន
អរគុណសម្រាប់ការបង្ហាញដ៏ល្អឥឡូវនេះខ្ញុំទទួលបានពិន្ទុរួមហើយចំណាត់ថ្នាក់លេខ3គឺក្រុមហ៊ុនសឹងហឺពិន្ទុ 82.5 សូមអបអរសាទរពិន្ទុលេខ1និងលេខ2ខុសគ្នាតិចតួចណាស់គឺត្រឹមតែ 0.1 ទេលេខ2ពិន្ទុ 98.7 គឺក្រុមហ៊ុនទីងហួយសូមអបអរជាគឺសាធារណៈអត់ដែរតែថាកុំវាចុកស៊ីឡើងផត់តែអញមកវាឬស្គមទៅដែរនេះយ៉ាសកាញ៉ាំអីខ្ញុំចិត្តផត់ដែរប្រើដោយទំនុកចិត្តជាមួយយ៉ាសកា Body Shake ជាវីតាមីនសម្រកផ្សំឡើងពីគ្រាប់ធញ្ញជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រក់គីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពវ៉ាវអាម៉ាប្រើដោយទំនុកចិត្តជាមួយយ៉ាសកា Body Shake ជាវីតាមីនសម្រកផ្សំឡើងពីគ្រាប់ធញ្ញជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រក់គីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំងលោកចៅសូមអង្គុយចុះសិនតាមប្រេងវាសនាទៅចុះមិនក៏អាចទៅរួចយើងបង្ហាញបានល្អបំផុតតម្លៃក៏សមរម្យបំផុតបច្ចេកទេសក៏ត្រូវតម្រូវការបំផុតល្អជាងគេឆ្ងាយណាស់មិនក៏អាចបានត្រឹមលេខ2ល្អជាងគេឆ្ងាយណាស់មិនក៏អាចទៅរួចអូនអើយរបស់អូនពិតជាទំនើបមែនតែទើបតែចេញថ្មីខ្វះបទពិសោធន៍នៅលើទីផ្សារមិនដូចក្រុមហ៊ុន Deli យើងទេតែមានបទពិសោធន៍រាប់សិបឆ្នាំនិងជាអ្នកឈានមុខគេក្នុងវិស័យនេះពិតប្រាកដណាស់លេខ1គឺក្រុមហ៊ុន Deli ពិន្ទុ 98.8 ឈ្នះ 0.1 ពិន្ទុសូមអបអរក្រុមហ៊ុន Deli ពិតជាស័ក្តិសមមែនប្រព័ន្ធរបស់គេពិតជាល្អឥតខ្ចោះហាហាអរគុណអ្នកទាំងអស់គ្នាជាដំបូងអរគុណដល់គណៈកម្មការនិងអរគុណមិត្តរួមអាជីពទាំងអស់ក្រុមហ៊ុន Deli យើងនឹងមិនធ្វើឲ្យខុសបំណងឡើយយើងនឹងបន្តពង្រឹងសេវាកម្មដើម្បីជួយដល់វិស័យនេះសមត្ថភាពក្រុមហ៊ុន Deli គ្រប់គ្នាឃើញស្រាប់ហើយបើគ្មានមតិអ្វីទៀតទេលទ្ធផលនៃការដេញថ្លៃគម្រោងនេះសូមប្រកាសជាផ្លូវការចាំសិនលោកនេះចាំអីទៀតអញឈ្គូទេបើឈឺទៅពេទ្យទៅកុំមករំខាននៅទីនេះណែឈប់ទៅលើកនេះមិនបានលើកក្រោយចុះខ្ញុំសូមសួរគណៈកម្មការបន្តិចចំពោះប្រព័ន្ធក្រុមហ៊ុន Deli តើផ្អែកលើអ្វីទើបឲ្យពិន្ទុខ្ពស់ម្លេះតំណាងក្រុមហ៊ុនទីងហួយគណៈកម្មការមានការពិចារណារបស់ខ្លួនលក្ខខណ្ឌដាក់ពិន្ទុគឺតម្លាភាពណាស់គ្មានអ្វីត្រូវលាក់បាំងទេចំណុចដែល Deli ឈ្នះគឺប្រព័ន្ធគេមានលំនឹងល្អនិងមានភាពចាស់ទុំក្នុងការប្រើប្រាស់មើលតាមទម្រង់និងគុណភាពប្រព័ន្ធរបស់ទីងហួយពិតជាទំនើបណាស់តែទើបចេញបានមិនដល់2សប្តាហ៍ផងខ្វះទិន្នន័យជាក់ស្ដែងគាំទ្រចំណែក Deli មានបទពិសោធន៍ជិត10ឆ្នាំមានបទពិសោធន៍ច្រើននិងមានទិន្នន័យគាំទ្រគ្រប់គ្រាន់យល់ច្បាស់ហើយឬនៅអូតាមពិតជូលីនធ្លាប់ជាបុគ្គលិកខ្ញុំប្រហែលដោយសារនាងចាក់ចេញទៅហើយឃើញពួកយើងនៅតែអាចអភិវឌ្ឍបានល្អទោះគ្មាននាងទើបនាងច្រណែនហាក្រុមហ៊ុន Deli បានផ្ដល់ទិន្នន័យដំណើរការល្អរយៈពេល3ឆ្នាំចុងក្រោយតែបែរជាបាត់ទិន្នន័យ2ខែចុងក្រោយនេះទៅវិញអ្នកទាំងអស់គ្នាមិនឆ្ងល់ទេថាហេតុអ្វីព្រោះក្រុមហ៊ុន Deli យើងយកចិត្តទុកដាក់នឹងគម្រោងនេះណាស់ទើប2ខែមុននេះយើងផ្ដោតលើការរៀបចំវាទៅវិញអញ្ចឹងមែនឬក៏មានរឿងលាក់បាំងព្រោះក្នុងរយៈពេល2ខែនេះប្រព័ន្ធផ្ទៃក្នុងរបស់ Deli បានគាំងធ្ងន់ធ្ងរចំនួន3ដងជាប់គ្នានាងឯងកំពុងមួលបង្កាច់ហើយទីនេះមានកំណត់ត្រាច្បាស់លាស់ពីការគាំងប្រព័ន្ធទាំង3ដងទាំងពេលវេលានិងផលប៉ះពាល់និងរយៈពេលជួសជុលសរសេរទុកយ៉ាងច្បាស់ពាក្យថាលំនឹងមិនមែនគ្រាន់តែនិយាយទេត្រូវមានការបញ្ជាក់ក្នុង2ខែកាំង3ដងហើយជារឿងថ្មីនេះតើមានរឿងអ្វីឲ្យប្រាកដនោះគឺជាការកែសម្រួលបច្ចេកទេសផ្ទៃក្នុងទេឥឡូវជួសជុលរាល់ការហើយ
កាលពីមុនក្រុមហ៊ុនយើងពិតជាមានការផ្លាស់ប្ដូរបុគ្គលិកមែនតែនោះមកពីមានជនខិលខូចធ្វើស៊ីយើងបានដោះស្រាយរួចរាល់ហើយធានាថានឹងលែងមានបញ្ហាទៀតហើយមែនហើយហាក្រុមហ៊ុនធំតែងតែមានចន្លោះប្រហោងខ្លះហើយមិនបាច់ចាប់កំហុសពេកទេត្រូវទេអ្នកទាំងអស់គ្នាត្រូវនេះជារឿងតូចតាចទេពួកយើងបានកែសម្រួលរួចហើយដឹងហើយកែសម្រួលហើយអ្នកប្រកាសឬថាយល់ច្បាស់ពីប្រព័ន្ធដែលត្រូវបានកែចុះកែឡើងតែនៅតែមិនអាចឆ្លងកាត់ការសាកល្បងនោះទេនាងឯងឈ្គួតទេការកៀងលើកទី1មកពីប្រធានបច្ចេកទេសកែទិន្នន័យផ្ដេសផ្ដាសប៉ះពាល់ដល់ប្រព័ន្ធកណ្ដាលធ្វើឲ្យប្រព័ន្ធគ្រប់គ្រងកៀងលើកទី2គឺដោយសារទិន្នន័យដាំរអាក់រអួលទើបធ្វើឲ្យកៀងទ្រង់ទ្រីធំលើកទី3គឺការព្យាយាមជួសជុលប្រព័ន្ធដើមដែលបណ្ដាលឲ្យប្រព័ន្ធទូទាត់ប្រាក់កៀងតាមការពិតទៅពេលជួបបញ្ហាបែបនេះអ្នកគួរតែរៀបចំប្រព័ន្ធដើមឡើងវិញទាំងអស់ដើម្បីដោះស្រាយពីស្គល់ប៉ុន្តែអ្វីដែលពួកអ្នកធ្វើគឺខូចត្រង់ណាជួសជុលត្រង់ហ្នឹងគ្មានប្រព័ន្ធច្បាស់លាស់ធ្វើបែបនេះយូរទៅវានឹងធ្វើឲ្យប្រព័ន្ធទាំងមូលទាំងទូទាំងប្រព័ន្ធមិនខាននិយាយផ្ដេសផ្ដាសទេមិនអាចទេមកហើយទាំងមែនតើនិយាយត្រូវម្លេះនេះឬក្រុមហ៊ុន10ឆ្នាំប្រព័ន្ធអន់ជាងយើងទៀតយ៉ាងម៉េចហ្នឹងប្រញាប់ដោះស្រាយទៅបាទគឺនាងពិតជានាងមែនគឺនាងដាក់មេរោគចូលប្រព័ន្ធយើងគឺនាងនឹងហើយមេរោគស្អីមានខួរក្បាលទេទើបសំណួរដែលខ្ញុំសួរមុននេះបញ្ជាក់ថាអ្នកមិនត្រឹមតែអង្គផ្នែកទិន្នន័យទេសូម្បីតែសុវត្ថិភាពបណ្ដាញមូលដ្ឋានក៏មិនយល់ដែរខ្ញុំធ្លាប់រៀនតើអាឡូមេឯងណែងាប្រព័ន្ធក្រុមហ៊ុនកងទាំងមូលហើយឯងដឹងរត់ដឹងទេថាខ្ញុំនៅកន្លែងដេញថ្លៃស្អីឯងប្រញាប់ត្រឡប់មកវិញភ្លាមប្រាប់ឲ្យដឹងបើដោះស្រាយមិនចេញទេខ្ញុំនឹងឲ្យក្រុមហ៊ុនឯងរលាយឃើញបែបនេះហើយត្រូវការទូរស័ព្ទរកគេជួយទេអត់ទេខ្ញុំទៅហើយលឿនឡើងលោកវាងដោយសារក្រុមហ៊ុន Daily ដកខ្លួនដូច្នេះគម្រោងដឹកជញ្ជូនលើកនេះបានទៅលើក្រុមហ៊ុនទីងហួយសូមអបអរសាទរសាធារណៈអត់ដែរតែថាកុំទៅចុកស៊ីឡើងផាត់តែអញមកវាវាស្គមទៅដែរនេះយ៉ាសកាញ៉ាំអីក៏ចិត្តថតដែរប្រើដៃទំនើបជាតិជាមួយយ៉ាសកា Body Shape ជាវីតាមីនសម្រកសំឡើងពីក្របធន់ជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពវ៉ាវអាម៉ាប្រើដៃទំនើបជាតិជាមួយយ៉ាសកា Body Shape ជាវីតាមីនសម្រកសំឡើងពីក្របធន់ជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំង